ពេលដែលនៅមានសុខភាពល្អអាចធ្វើការបានណាក៏គិតថាធ្វើខំធ្វើការទៅឥឡូវតន់មានកម្លាំងតន់រកបានដល់ពេលធ្លាក់ខ្លួនឈឺមិនដឹងថាសុខភាពវាសំខាន់ប៉ុណ្ណាពេលខ្លះខំហោ10ឆ្នាំ20ឆ្នាំអត់បានសម្រាប់សោះនៅពេលដែលឈឺលុយដែលបានមកពីការរក10 20ឆ្នាំហ្នឹងពេលខ្លះមើលខ្លួននឹងមិនគ្រាន់ផងនិយាយចឹងទៅមិនមែនបានន័យថាមិនឲ្យខំហោទេគ្រាន់តែថាមានពេលសម្រាប់ក៏សម្រាប់ខ្លះទៅធ្វើការឲ្យមានលំនឹងក្នុងជីវិតប្រចាំថ្ងៃ8ម៉ោងធ្វើការ8ម៉ោងទៀតគេង8ម៉ោងទៀតសម្រាប់ជួបជុំគ្នាសម្រាប់ការហូបចុកប្រចាំថ្ងៃហើយដល់ពេលឈឺលុយដែលខំរកបានហ្នឹងមានយកទៅណាយកទៅឲ្យប៉ែតដដែលបានចាយខ្លួនឯងផងហ្នឹងអញ្ចឹងដូចខំរកទៅអីការរកខំប្រឹងប្រែងនោះអត់មានប្រយោជន៍អីផងធ្វើអីក៏ដោយកុំពេកអាការដែលពេកហ្នឹងធ្វើឲ្យយើងថ្ងៃមុខទៅអន្តរាយដល់ខ្លួនឯងវិញចង់មានចង់បានចង់មានឡានជិះចង់មានផ្ទះនៅតែចុងក្រោយទៅធ្លាក់ខ្លួនឈឺដោយសារការខំប្រឹងប្រែងហួសកម្លាំងពេកវាធ្វើឲ្យអ្វីដែលយើងខំប្រឹងប្រែងនេះខ្លាចជាអាសាបង់សេចក្តីសុខមនុស្សមិនមែនអាស្រ័យទៅលើតែរបស់សម្ភារៈទាំងអស់ហ្នឹងទេសេចក្តីសុខមនុស្សក៏អាស្រ័យទៅលើសុខភាពល្អដែរបើមានតែរបស់ក្រៅខ្លួននឹងហើយខ្លួនឯងដេកលើកន្ទេលទៅសុបាយចិត្តអីនឹងចាយទៅសុបាយចិត្តអីនឹងមានរបស់ទាំងអស់ហ្នឹងនិយាយទៅអ្នកអត់ឈឺអត់សូវដឹងទេដល់អ្នកឈឺធ្លាប់ឆ្លងកាត់មិនដឹងថាតើអាការឈឺនឹងវាមិនហើយដល់ពេលហ្នឹងទើបភ្ញាក់ខ្លួនថាសុខភាពពិតជាសំខាន់មែនតែតម្រាំតែដឹងថាសុខភាពនឹងសំខាន់ហ្នឹងណាអស់លុយរាប់ពាន់ដើរមើលជំងឺគ្រប់កន្លែងមើលជាទៅវាមិនអីខ្លាចតែមើលអត់ជាទៀតណា